ញ៉ាំឲ្យអស់ទៅកុំឆ្លុះជាមួយឆ្កែអីលោកស៊ូកុំរត់ចោលទំនាក់ទំនងរបស់អ្នកជាមួយចៅហ្វាយវ័យក្មេងចៅគឺតាក់ទងនឹងកេរ្តិ៍ឈ្មោះគ្រួសារស៊ូអ្នកមិនអាចគេចផុតពីវាបានទេត្រឡប់មកជាមួយខ្ញុំឥឡូវនេះខ្ញុំនឹងឲ្យមីមួយចានដល់អ្នកហើយធានាសន្តិភាពពេញមួយជីវិតរបស់អ្នកខ្ញុំនឹងជួយអ្នកដោះស្រាយជាមួយបុរសទាំងនេះប្រសិនបើមិនមែនដោយសារតែខ្ញុំបិទការដាំដុះរបស់ចៅហ្វាយដ៏គ្មានសីលធម៌នោះទេខ្ញុំនឹងវាយម្ចាស់ផ្ទះនោះឲ្យសន្លប់អ្នកជាអ្នកប្រយុទ្ធដ៏ល្អម្នាក់ខ្ញុំនឹងឲ្យអ្នក30,000 យួនក្នុងមួយខែរួមទាំងអាហារនិងកន្លែងស្នាក់នៅអ្នកនឹងក្លាយជាអង្គរៈរបស់ខ្ញុំយល់ព្រមតើខ្ញុំអាចទិញសាប៊ូលាងមុខថ្មីក្នុងតម្លៃ100 យួនជាមុនបានទេខ្ញុំបាននិយាយថាខ្ញុំមិនបានលាងមុខរបស់ខ្ញុំឲ្យបានត្រឹមត្រូវរយៈពេល3ខែមកហើយមិនអីទេអ្នកត្រឡប់មកវិឡាគ្រួសារស៊ូជាមួយខ្ញុំវិញប៉ុន្តែអ្នកត្រូវធ្វើពុតជាគូដណ្ដឹងរបស់ខ្ញុំចូលយើងបញ្ជាក់ឲ្យច្បាស់ជាមុនសិនខ្ញុំទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នកតែប៉ុណ្ណោះកូនអ្នកគ្រាន់តែជាខែរបស់ខ្ញុំប៉ុណ្ណោះសូមឲ្យខ្ញុំណែនាំគូដណ្ដឹងរបស់ខ្ញុំប្រាប់បុរសដែលមាននាមត្រកូលចាប់ថាខ្ញុំរៀបការរួចហើយប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំអ្នកចង់នាំអ្នកសុំទានម្នាក់មកពីតាមផ្លូវមកវិញជាងរៀបការជាមួយលោកម្ចាស់វ័យក្មេងចៅអ្នកបានធ្វើឲ្យគ្រួសារស៊ូអាម៉ាស់មុខទាំងស្រុងហើយស៊ូមែនឡៃមើលឲ្យចិត្តនាងមិនមែនជាអ្នកសុំទានទេនាងជាស្វាមីស្របច្បាប់របស់ខ្ញុំអ្នកមានក្លិនស្អុយអ្វីមួយដែលបង្កគ្រោះថ្នាក់ប្រសិនបើអ្នកបន្តធ្វើបែបនេះអ្នកនឹងមិនរស់នៅលើពី6 ខែទេតែជនបោកប្រាស់នេះមកពីណាប្អូនស្រីនេះពិតជាប្រភេទជនបោកប្រាស់ដែលអ្នកបានជ្រើសរើសដោយសារអ្នកមិនចង់រៀបការជាមួយលោកម្ចាស់វ័យក្មេងយ៉ាវសូមប្រកល់ត្រាក្រុមហ៊ុនបើមិនដូច្នោះទេគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នកចាក់ចេញនៅថ្ងៃនេះទេក្រុមហ៊ុននេះត្រូវបានទុកដោយជីតារបស់ខ្ញុំអ្នកមិនអាចយកមួយកាក់មួយសេនបានទេកៅអីធំនេះពិតជារំខានណាស់ប្រពន្ធចៅហ្វាយយើងបានព្រមព្រៀងគ្នាលើអាហារនិងចម្អិនអាហារដែលរួមបញ្ចូលទាំងអស់ស្តង់ដារសម្រាប់អាហារគឺម្ហូប3មុខនិងស៊ុបមួយអាហារពេលព្រឹកគឺជាការចាំបាច់ហើយកុំភ្លេចប្រាក់100 យួនសម្រាប់លាងមុខមិនអីទេអ្នកគ្រាន់តែសុំបញ្ហាដោយរៀបការជាមួយមនុស្សប្រភេទនេះអូទេឈើចាក់ថ្មិញបានបាក់ចៅហ្វាយអ្នកមិនអាចកាត់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនបានទេម៉ោងប៉ុន្មានហើយខ្ញុំជិតស្លាប់ហើយកុំលេងសើចជាមួយខ្ញុំនឹងទៅធ្វើការឥឡូវនេះប្រាប់ខ្ញុំមកអ្នកណាបញ្ជូនអ្នកមកលោកក្រវ័យក្មេងយ៉ាវចង់បានជីវិតរបស់អ្នកហើយឬយុទ្ធធរខ្ញុំបានយករបស់របររបស់គូប្រជែងដែលចាញ់របស់ខ្ញុំទុកឲ្យខ្ញុំដោះស្រាយវាឲ្យអ្នកវាជានាឡិកាពីអ្នកយាមគុកពីយប់មិញដែលខ្ញុំបានដោះដូរយកវាស្របច្បាប់លោកប្រធានស៊ូមានអ្វីមួយខុសអនុប្រធានស៊ូរួមជាមួយភាគទូនិកសំខាន់ជាច្រើនបានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាន់ហើយបាននិយាយថាអាពាហ៍ពិពាហ៍ដែលគ្មានការអនុញ្ញាតរបស់អ្នកបានបំផ្លាញរូបភាពក្រុមហ៊ុនហើយអ្នកត្រូវបានបណ្ដេញចេញពីតំណែងជាប្រធាននៅនឹងកន្លែង Suthingham ដោយសារតែរឿងអាស្រូវអាពាហ៍ពិពាហ៍របស់អ្នក Yao Group បានសម្រេចចិត្តដល់ការវិនិយោគរបស់ខ្លួននិងបំពេញកិច្ចសន្យាក្រុមហ៊ុនប្រឈមមុខនឹងសំណងចំនួន 1000 លានយួនដើម្បីទាក់ទាញមូលនិធិសង្គ្រោះអាសយដ្ឋានដ៏អាក្រក់នេះកុំគិតពីការបោកប្រាស់ 1000 លានយួនតើអ្នកដឹងដោយរបៀបណាសន្តិសុខបណ្ដេញគាត់ចេញទំព័រទី3មាត្រា5លំហូរមូលនិធិរបស់ក្រុមហ៊ុន Yao Group គឺមកពីក្រុមហ៊ុនខ្សែនៅបរទេសទាំងអស់ទំព័រទី7តម្លៃវត្ថុធាតុដើមខ្ពស់ជាងតម្លៃទីផ្សារ3ដងនេះគ្រាន់តែជាកន្នែងคล้ายៗដែលអ្នកទាំងពីរបានបង្កើតដើម្បីបំផ្លាញការខុបខិតគ្នារបស់ក្រុមហ៊ុន Su Group ឆ្លោះជាមួយខ្ញុំបានប្រាប់អ្នកជាយូរមកហើយថាវ៉ែនតាការពារកម្ដៅថ្ងៃ Shu គឺជាចំណុចសំខាន់អ្នកបញ្ចេញខ្យល់ខ្ញុំនឹងស្លាប់អ្នកសងប្រាក់វិញឥឡូវនេះវាយុត្តិធម៌ណាស់អ្នកបានបំពេញកិច្ចសន្យាមុនសំណងគឺ 1000 លានយួនមិនមែនតិចជាង1កាក់ទេខ្ញុំនឹង5មធ្យោបាយផ្លូវច្បាប់ដើម្បីធានាថាអ្នកមិនអាចស្នាក់នៅក្នុងទីក្រុងយេងហេទៀតទេអនុប្រធានាធិបតីសុទ្ធមីនេះតើអ្នកមានអាការៈឈឺបេះដូងនិងក៏មានឈាមខ្មៅរាល់យប់ទេតើអ្នកកំពុងនិយាយអ្វីមិនសមហេតុផលអ្នកមានសុខភាពល្អឥតខ្ចោះដើម្បីរក្សាភាពក្មេងជាងវ័យអ្នកបានប្រើប្រាស់សារធាតុពណ៌លឿងមាសវីជីងរបស់ Shiny ហើយដែលជួយស្រាវជ្រាវអស់រយៈពេលជាយូរមកហើយសារធាតុគ្រោះថ្នាក់បានឈ្លានពានបេះដូងនិងសួតរបស់អ្នករួចហើយអ្នកនៅតែរឹងរូសខ្ញុំគិតថាអ្នកនឹងមិនរស់នៅលើពីយប់នេះទេលេនខွန်ចាប់តាំងពីអ្នកបានរកឃើញវាតើអ្នកអាចជួយសង្គ្រោះគាត់បានទេខ្ញុំគិតថ្លៃច្រើនជាធម្មតាខ្ញុំគិតថ្លៃ10 លានសម្រាប់ជំងឺប្រភេទនេះប៉ុន្តែដើម្បីជាប្រយោជន៍ដល់ចៅហ្វាយខ្ញុំនឹងផ្ដល់ឲ្យគាត់នៅការបញ្ចុះតម្លៃ20ខ្ញុំនឹងកាត់ប្រាក់8 លានពីប្រាក់ខែរបស់គាត់សម្រាប់ចំណាយលើការព្យាបាលលោកយាយចាស់ឲ្យឈប់បារម្ភពីមុខរបស់អ្នកទៅអ្នកគួរតែភ្ញាក់ឡើងតើអ្នកគិតថាអ្នកអាចទទួលបានវាទេលោកម្ចាស់កុំយល់ច្រឡំនេះជាមិត្តរួមថ្នាក់វិទ្យាសាស្ត្រចាស់របស់ខ្ញុំនាងមិនសូវឆ្លាតទេមែនទេមិត្តរួមថ្នាក់វិទ្យាសាស្ត្ររបស់ខ្ញុំពិតជាស្អាតណាស់អ្នកទាំងអស់គ្នាទៅជួយសង្គ្រោះនាងទៅខ្ញុំមិនរំខានអ្នកទេប្រពន្ធឲ្យរងចាំបន្តិចអរគុណមិនចាំបាច់អរគុណខ្ញុំទេការជួយសង្គ្រោះជីវិតគឺជាសមិទ្ធផលដ៏អស្ចារ្យសូមផ្ដល់ប្រាក់រង្វាន់ឲ្យខ្ញុំដាក់ចុះលោកគ្រូពេទ្យ
អ្នកហូឈាមហើយល្អណាស់បិទភ្នែករបស់អ្នកវាគឺជាលោកម្ចាស់វ័យក្មេងចៅធានយូដែលបានបញ្ជូនយើងមកប្រពន្ធឲ្យរបួសការងារនេះគួរតែត្រូវបានសង្វេញយ៉ាងហោចណាស់500យន្តមែនទេស៊ូឈីងហ៊ានបើឯងចង់ឲ្យរបស់ចាស់នេះនៅរស់សូមឲ្យរូងភ្នំអាវធំអាយុវែងមកខ្ញុំជាធ្នូនឹងពេលវេលាកន្លះម៉ោងរបស់ឯងនៅរោងចក្របោះបង់ចោលឆេងស៊ីបើមិនដូច្នោះទេខ្ញុំនឹងរុះរើវាចោលភ្លាមបើមានខ្ញុំនៅទីនេះមេឃនឹងមិនធ្លាក់ចុះមកទេឯងរងចាំខ្ញុំនៅទីនេះខ្ញុំនឹងទៅហៅលោកតាកុំបារម្ភអីខ្ញុំនៅទីនេះលីនសួនឯងហ៊ានមកតែម្នាក់ឯងមែនទេប្រគល់បច្ចេកទេសអាវធំអាយុវែងមកខ្ញុំភ្លាមហើយខ្ញុំនឹងពិចារណាឲ្យឯងទៅខ្ញុំប្រញាប់ត្រឡប់ទៅរកប្រពន្ធខ្ញុំវិញតើអ្នកទាំងអស់គ្នាកំពុងចម្អិនអាហារពេលល្ងាចជាមួយគ្នាឬបដូរវេនគ្នាបម្រើខ្ញុំឯងគិតថាឯងអាចធ្វើបាបខ្ញុំដោយជំនាញតូចតាចនោះមែនទេកុំមកចិត្តទៀតបើមិនដូច្នោះទេខ្ញុំនឹងហៅប៉ូលីសឯងយឺតពេកហើយបើឯងហ៊ានប៉ះគ្រួសារស៊ុំដងទៀតខ្ញុំនឹងធ្វើឲ្យឯងសងដោយមន្តអាគមរបស់ខ្ញុំឈីងហ៊ានជួយសង្គ្រោះខ្ញុំគាត់បានរត់គេចខ្លួនហើយលីនសួនត្រូវបានចាប់ខ្លួនហើយចៅធានយូចង់ឲ្យខ្ញុំទៅតែម្នាក់ឯងជាមួយសម្លៀកបំពាក់របស់ខ្ញុំដើម្បីបដូរនេះពិតជាអន្ទាក់មួយខ្ញុំនឹងបដូរទៅជាអ្វីដែលមានផាសុកភាពជាងហើយទៅជាមួយអ្នកស៊ីវយ៉ាងស៊ូឈីងហ៊ានឯងមកដល់ពេលត្រឹមត្រូវហើយប្រគល់បច្ចេកទេសអាវផាយអាយុវែងមកហើយខ្ញុំនឹងដោះលែងមិត្តល្អបំផុតរបស់ឯងនិយាយដោយស្មោះត្រង់ទៅខ្ញុំមិនដឹងថាបច្ចេកទេសអាវផាយអាយុវែងនៅណាទេប្រហែលជាលោកក្រវ័យក្មេងចៅអាចបង្ហាញខ្ញុំឯងមិនស្ដាប់ហេតុផលទេមែនទេស៊ីវយ៉ាងឯងពិតជាកុហកខ្ញុំមែនឈីងហ៊ានកុំបន្ទោសខ្ញុំប្អូនប្រុសរបស់ខ្ញុំស្ថិតនៅក្នុងដៃរបស់ពួកគេខ្ញុំគ្មានទីពឹងទេអ្នករាល់គ្នាទៅវាយប្រហារលីនសួនខ្ញុំបានបោះបង់ចោលហើយកុំធ្វើបាបគាត់ឯងមិនអាចរត់គេចខ្លួនបានទេលើកនេះ